រៀនរស់ដែលគ្មានគេមុខអន់ពីគេឲ្យបានលឿនបំផុតពេលខ្លះខ្ញុំគិតថាខ្ញុំមានស្នេហាជីវិតរបស់ខ្ញុំគឺស្រស់បំព្រងតែការគិតរបស់ខ្ញុំគឺដាច់ស្រឡះហ្មងហើយមនុស្សស្រីម្នាក់អាចតែស្រឡាញ់អ្នកគេមួយហើយពិបាកមុខអន់ខ្លាំងមែនតែនប៉ុន្តែយើងត្រូវចាំថាមនុស្សក៏ដែលមិនឲ្យតម្លៃយើងមិនស្រឡាញ់យើងឆាប់ដើរចេញពីគេទៅរៀនរស់ដោយស្រឡាញ់ខ្លួនឯងវិញម្ដងស្នេហាខ្ញុំគិតថាខ្ញុំមានវាហើយគឺជីវិតរបស់ខ្ញុំស្រស់បំព្រងខ្លាំងមែនតែនប៉ុន្តែការគិតគឺដាច់ស្រឡះហ្មងស្នេហាគឺជាកបិតមុខពីរដែលធ្វើឲ្យខ្ញុំឈឺខ្លាំងមែនតែនមកតឥឡូវហ្នឹងការដាក់ចិត្តស្រឡាញ់អ្នកគេម្នាក់គឺជារឿងត្រឹមត្រូវប៉ុន្តែការដាក់ចិត្តស្រឡាញ់ទៅលើមនុស្សខុសគឺធ្លាក់អន្លង់មួយជីវិតមកអញ្ចឹងហើយរៀនរស់ដែលគ្មានគេរៀនរស់ដោយខ្លួនឯងអញ្ចឹងបានជីវិតមានន័យមិនបាច់តែខ្វល់ពីណាទាំងអស់សំខាន់ឥឡូវនេះមកស្រឡាញ់រៀងយើងវិញម្ដងចានិយាយរួមទៅជាប្រចាំថ្ងៃខ្ញុំញ៉ាំជាមួយនឹងប្រែនលង DSL ប៉ុន្តែខ្ញុំញ៉ាំជាប្រភេទចាហួយបងៗទាំងអស់គ្នាចាហួយរបស់គាត់គឺស្រួលញ៉ាំមែនណាបងៗទាំងអស់គ្នាញ៉ាំជាប្រចាំថ្ងៃទៅអ្នកទាំងអស់គ្នានឹងបានរៀងមួយសាយអេសគឺថាអូយស្រឡាញ់រឿងខ្លួនឯងខ្លាំងហ្មងតាំងពីខ្ញុំចេះញ៉ាំចាហួយនេះមកខ្ញុំនិយាយមែនឃើញបងគាត់ថាមកសួរខ្ញុំបើខ្ញុំមានជំងឺទឹកនោមផ្អែមខ្ញុំញ៉ាំបានអត់ញ៉ាំបានដូចគ្នាអ្នកទាំងអស់គ្នាតែញ៉ាំជាប្រភេទតែនេះគឺញ៉ាំជាមួយនឹងទឹកក្តៅហើយញ៉ាំទៅគឺអត់ប៉ះពាល់សុខភាពទេបងទាំងអស់គ្នាប្រភេទប្រអប់និងប្រភេទកញ្ចប់គឺដូចគ្នាទេជ្រើសរើសទិញមួយណាក៏បានដែរចាបើចង់បានរឿងសាយអេសអីទិញយកទៅញ៉ាំទៅបងទាំងអស់គ្នាខ្ញុំធានាឲ្យ10 លើ 10ហ្មងហើយនេះផងដែរគឺជា feedback អតិថិជនដែលគាត់ញ៉ាំលង DSL ត្រូវប៉ិតតាំងពីគីឡូគាត់12រហូតដល់គីឡូគាត់60ចានេះ feedback ប៉ិតហ្មង